ទូលព្រះបង្គំខ្ញុំព្រះអង្គសូមក្រាបនមស្ការថ្វាយបង្គំសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះរាជាគណៈថ្វាយបង្គំព្រះថេរានុថេរៈព្រះមហាថែព្រះអនុថែព្រះមហាថេរៈព្រះអនុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈហើយព្រះមន្ត្រីសង្ឃព្រះសង្ឃគ្រប់ព្រះអង្គចម្រើនពរឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការសាសនាឯកឧត្តមលោកជំទាវចម្រើនពរញាតិញោមពុទ្ធបរិស័ទលោកយាយលោកតាថ្ងៃនេះនឹងបានមកជួបជាមួយនឹងពុទ្ធបរិស័ទពុទ្ធសាសនិកគ្រប់រូបបន្តទៅទៀតបែកគ្នាយូរហើយមិនដែលបានផុសមិនដែលបានបង្ហាញទេប៉ុន្តែម្សិលមិញនេះបានទៅប្រជុំគឺយប់មិញម៉ោង11ម៉ោង11ម៉ោង11ត្រឹមគិតទៅរៀងគ្រាន់បើដែរម៉ោង5ចេញពីភ្នំពេញមកម៉ោង5មកដល់នេះម៉ោង11ល្មមមកដល់វត្តគេអ្នកបើកឡានមកទំនងដែរថ្ងៃហ្នឹងទី20ម្សិលមិញទី19ម្សិលមិញថ្ងៃទី20ខែមិនិនាឆ្នាំ2026ម្សិលមិញទី19ហ្នឹងទៅប្រជុំនៅភ្នំពេញហើយមិនដែលបានចេញคลิปវីដេអូខានយូរហើយលោកម្ចាស់ញាតិញោមពុទ្ធបរិស័ទចេះតែសួរលោកចេះតែសួរញាតិញោមចេះសួរញាតិញោមខ្លះទេថាមិនដែលឃើញព្រះអង្គសម្ដែងធម៌ទៀតមិនដែលឃើញព្រះអង្គប្រហោះសកម្មភាពព័ត៌មានអីក្នុងវត្តមិនដែលឃើញព្រះអង្គសម្ដែងធម៌អីឬក៏តែងកំណាព្យតែងអីទៀតអត់មានសកម្មភាពហើយដូចញាតិញោមសាធុសពបរោះស្រីប្រុសទាំងឡាយលោកជ្រាបហើយសូមព្រះរាជាអនុញ្ញាតនិងអនុញ្ញាតសូមចម្រើនពរញាតិញោមអនុញ្ញាតថ្ងៃនេះសូមបន្តបើកទំព័រថ្មីទុកថាថ្មីតាមពិតបន្តបើកទំព័របន្តទៅទៀតអំពីវត្តពោធិ៍5000ដើមផ្សាយចេញទៅពីវត្តពោធិ៍5000ដើមហើយប្រជុំម្សិលមិញហ្នឹងប្រជុំចង្អៀតទៅទៀតណាប្រជុំចង្អៀតហ្នឹងមានន័យថាมันបានជាទលំទលាយឲ្យទៅថាមិនមែនទលំទលាយណាម្សិលមិញហ្នឹងប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីលោកថាបើកប្រជុំចង្អៀតហ្នឹងមានន័យថាប្រជុំផ្ទៃក្នុងណាតែឥឡូវនេះបើគិតតែក្នុងវាត្រូវប្រជុំចប់ហើយត្រូវទម្លាយចេញមកក្រៅទុកជាការជួយផ្សព្វផ្សាយអំពីព័ត៌មានហ្នឹងព្រោះល្អណាស់ទៅប្រជុំម្សិលមិញប្រជុំមួយផ្លែតទេមើលម៉ោង2ចូលប្រជុំម៉ោង5ចប់3 4 5ប្រជុំតែ3ម៉ោងម្សិលមិញហ្នឹងថ្ងៃទី19ខែមិនិនាឆ្នាំ2026ហ្នឹងប្រជុំតែ3ម៉ោងទេម៉ោង2ដល់ម៉ោង5ហើយចុះពីសាលាមកឡើងមកហ្មងចុះពីសាលប្រជុំមកឡើងឡានមកវត្តវិញញាតិញោមថាឲ្យសឹងនៅហ្នឹងឲ្យខំញោមណែញោមជាសៀកមួយនឹងហើយនឹងកូនចេសកាហ្នឹងខំរៀបចំកន្លែងផ្ទះទីសេនាសនៈឲ្យសឹងនៅហ្នឹងប៉ុន្តែអត់សឹងទេត្រូវត្រឡប់មកវិញព្រោះជួបកិច្ចការងារដែលត្រូវធ្វើហ្នឹងហើយក៏មានបំណងដែរមកផ្សព្វផ្សាយអង្គប្រជុំម្សិលមិញហ្នឹងថាតើយើងប្រជុំអំពីអ្វីខ្លះប្រជុំហ្នឹងការអង្គប្រជុំត្រូវផ្សព្វផ្សាយញាតិញោមពុទ្ធបរិស័ទសពរោះទាំងឡាយកណាចេះតែនិយាយទៅវែងឆ្ងាយចេះរៀបរាប់អស់សេចក្តីអស់ម៉ោងអញ្ចឹងគិតពិតប្រកេនបន្តថាការចូលរួមប្រជុំនៅអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិរាជធានីភ្នំពេញម្សិលមិញនេះក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចព្រះមហាសុមេធាធិបតីកតេបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាក្នុងនោះមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីឯកឧត្តមបណ្ឌិតច័យវរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាហើយ
ประมีกวนประบลัดกวนประเป็นในเท่าบัดทอมบัดเท่าสมุกวนไข่ตูเตียงประเดจีนจากกัมพูชีเฮ้ยมันไตรทอมกาเมียนมันตีไอ้ดอมโลกจมเตียวกุศลมันตีจุ่มวิงไข่นั่งแต่โจรวมถึงอ้อกลุ่มไข่ขนมกาปิเพียซาอัมพีกางเงี้ยปรพุทธศาสนาในประเทศจีนจากกัมพูชีให้ขนมนู้ตัวมันกลมขยมกันนะบ้านกอดกับนอดตรุดดับใบมาสอบสายไปต่อไปเด็กกลัวเฟ้อไปเด็กกลัวเฟ้อไปเด็กกลัวสายนั่นมันกลัวสายเปียตั้งอ้อมสอนมันอยู่เรื่องจะสัตว์เตยกลัวสายให้ก็ครูนเองบ้านเตยประชุมนั่นก็ปรัชญาได้ทานเตยเฟ้อไปคลาดับใบโจรวมจมุ้ยนั่งการเลิกกับปูเลิกตักจัดนั่งจุ่มรุ่งเฟ้อยังไม่เอาตำนาการในการปรับปรุงตัวหนึ่งอนุวัตตามกฎการในองค์ประชุมให้หนึ่งช่วยสำรบสำรวจต่างอ้อให้คณะขนมเนียมประหลัดกวนไข่ประเฮียก็ตามซาวิดีโอนี้ก็เปิดเกณฑ์ปองจ้ะกรุ๊ปปองได้ที่ประมันตรสองได้ที่ประหนุกวนนะก็นำจ้ะก็ขนมเนียมตำนานจุมุกประสัมเพวิสดลงสุมณีประเมกวนไข่ประวฮีขนมเนียมชมกันนะตัวเจียประบลัดกวนก็หนึ่งบานปิดทวายประเกณฑ์จุมปูประซองกรุ๊ปอ่องในขนมไข่ประวฮีกบอ่องตรอนุวัตตามกฎการในอ่องประชุมนี้ให้ตรเจียบจุมกันนะหนึ่งตูประเกณฑ์อ่องปีเมียตกาคลักคลักน่ะเปรียบเทียบไปเนี่ยไอ้ดอมใจบุรุษรัฐมนตรีกระทรวงธรรมการศาสนาบานเลือกลางในขนมองประชุมได้ลูกบานโจเติมประชุมจะมวยหนึ่งเรียนรัฐาภิบาลบานดักจังในขนมองประชุมนี้มวยอัมพีปุตตะจะหนึ่งอาณาจักรเติมทั่วดำนาเติมจะมวยคนี้รวมคนี้สามัคคีคนี้ปุตใดคนี้เมียนดำนาจะมวยคนี้ปรตบัติเติมพร้อมคนี้หนึ่งเพราะพระพุทธศาสนาคือจิตศาสนาระบอบรัฐโดยเฉพาะพระพุทธศาสนาก็ในกราวดำบลรัฐธรรมนูญแต่มวยในประเทศจีนจากกัมพูชีเมียนพระมหากษัตริย์เจียมาจากแผ่นใดได้พระองค์ตรวงสอบประเทศฮาร์ตีตรวงตกในพระพุทธวจนะปรองเจียติสักการะดอกพงขปัวบ่มพอดในอาณาประเทศในเรื่องต่างๆให้พระพุทธศาสนาเมียนสำได้พระอัครมหาสังฆราชเจียเทปได้สำได้มหาสังฆราชในประเทศจีนจากกัมพูชีให้เมียนสำได้มหาสมัยเทียเทปได้เจติสักการะดอกพงขปัวบ่มพอดเมียนสำได้ประสองคณิยุสำได้ประสองคณิยุรองสำได้ประเทศเจียคณะกรุปประเทศเจตนานุกรมกรุปประธานานุกรมเมียนรัฐมนตรีกระทรวงธรรมการศาสนาไอ้รัฐาภิบาลเมียนสำได้อัครมหาเสนาบดีได้โจคนไซน์เมียนสำได้รัฐสภีปรดสภีเมียนสำได้นายกรัฐมนตรีให้นึ่งภาษาไกลเลงพิเศษตัวที่นั่นคือโลกจุ่มเตียวบนดินเตียงสำได้ไม้ให้ปัญญาในเมียนโลกจุ่มเตียวบนดินอดดอมแผ่เยี่ยดคงพัวสำได้นายกรัฐมนตรีเนี่ยโลกสลายเนี่ยโลกสลายโลกกิจทลายประกอบโดยทอมิกะทอนั่นคือเมียนทอมมึกประกอบโดยทอมมึกนี่เมียนในท่าเนี่ยเราตรงท่อทอมอีกกะนั่นเนี่ยเราตรงท่อนะเนี่ยโยลท่อเนี่ยดังท่อเนี่ยสกอลท่อเนี่ยปฏิบัติตามท่อเนี่ยศึกษาท่อโยลท่อปอลเตอร์ท่อแล้วไม่ได้แต่โยลท่อปอลเตอร์ท่อคือการได้ดังในอัฐะหนึ่งจุดอย่างเนี้ยในท่อแม่นูนะบานในทำไม่ทำแบบ
sạch cái đây đỏ pin nè sạch cái đây đỏ pin hãy cua đòi nơi cả bà để bạt lục trôi trận tiếng bà để dát bà để bát bà để về thẹn nèศาสนาមាន3ហ្នឹងបរិយ័តសាសនាបដិបត្តិសាសនាបដិវេធសាសនាលោកទាំងឡាយលោកជ្រាបហើយបញ្ញត្តិញោមដែលបានរៀនមិនដឹងទេសំបីតែពោលថាបរិយ័តសាសនាបដិបត្តិសាសនាបដិវេធសាសនាយ៉ាងនេះក៏មិនដឹងដែរចុះធ្វើម៉េចឲ្យដឹងរៀនចុះរៀនតាមណាគ្រូឧបជាអាចារ្យរៀនធម្មៈតាមវត្តរៀនធម៌រៀនតាមទូរស័ព្ទរៀនទៅឲ្យតែមានលោកសំដែងទៅស្ដាប់ទៅហើយបើថាអញ្ចឹងនេះចូលភ័យពាត់ពោ5000ដើមដាក់សាលាអនុព័ន្ធស្រុកកូលែនណែភ័យមួយទៀតនោះមជ្ឈមណ្ឌលវិបស្សនាធរៈភូមិភាគឦសាននៅកម្ពុជាឥឡូវអាត្មាបដិញ្ញាទូលគុំខ្ញុំកណាបដិញ្ញានឹងខំប្រឹងធ្វើវីដេអូហ្នឹងតាក់ទងជាមួយនឹងការសិក្សារៀនសូត្រធម៌វិន័យឲ្យស្របទៅជាមួយនឹងការបង្ហាត់បង្រៀនឲ្យស្របទៅជាមួយនឹងអង្គប្រជុំម្សិលមិញល្អណាស់ប្រជុំម្សិលមិញសត្វតែក្លឹបនឹងល្អខ្លាំងណាស់ពិសេសវិសាលមែនតែនហ្មងសាមណេរមានយកទឹកមកឆាន់ទេហ្នឹងមិនយកទឹកមកឆាន់ទេមកកណាសំដែងជូនញោមស្ដាប់បន្តិចតទៅទៀតអំពីបរិយ័តសាសនាប្រែថាចេះត្រូវដឹងពាក្យថាសាសនាសិនសាសនាប្រែថាការព្រៀនបដៅពាក្យព្រៀនបដៅពាក្យទូនមានពាក្យផ្សព្វផ្សាយណែសាសនាពាក្យផ្សព្វផ្សាយសារដាស់តឿនការដាស់តឿនការក្រើនរំលឹកការបង្ហាត់ការបង្ហាញការបង្រៀនការជំរុញលើកទឹកចិត្តយកចិត្តទុកដាក់ការធ្វើសេចក្តីព្យាយាមឲ្យរឹងមាំណែការខំខ្នះខ្នែងក្នុងការចូលទៅស្ដាប់ចូលទៅសិក្សារៀនសូត្រយកការដែលបានទន្ទិញបានស្វាត់ធ្យាយបើខាការបានទន្ទិញបានស្វាត់ធ្យាយបានប្រឹងប្រែងទៅជាធុរៈវិញណាប៉ុន្តែថាត្រង់អស់នេះថាសាសនាគឺសំដៅយកការព្រៀនបដៅការទូនមានការប្រាប់ការផ្សព្វផ្សាយការបង្រៀនការបង្ហាត់ការបញ្យល់អស់ហ្នឹងទាំងអស់នេះហៅថាសាសនាឲ្យខ្លីបំផុតថាទូនមានសាសន័យណាជាពាក្យទូនមានជាពាក្យព្រៀនបដៅជាពាក្យគួរដែលលោកអ្នកសពបរោះទាំងឡាយចូលទៅត្រូវចូលទៅស្ដាប់ត្រូវចូលទៅសិក្សារៀនសូត្របប្រតិបត្តិដើម្បីប្រយោជន៍ដល់ការបប្រតិបត្តិចំណែកឯបរិយ័តបរិយ័តគឺបានដល់ការសិក្សារៀនសូត្រនៅអីធុរៈជាគន្ធធុរៈត្រូវការសិក្សានៅបរិយ័តបានដល់ព្រះត្រៃបិដកណែបរិយ័តហ្នឹងគឺព្រះត្រៃបិដកណាបានអីបរិយ័តគឺធម៌បរិយ័តគឺធម៌បរិយ័តគឺវិន័យបរិយ័តគឺក្បួនច្បាប់របៀបរបបបរិយ័តគឺលំដាប់លំដោយនៃពាក្យព្រៀនប្រដៅទាំងអស់នោះដែលមានសម្ដែងហើយសម្ដែងនៅណានៅព្រះត្រៃបិដកដែលជាពុទ្ធវចនៈជាពាក្យដែលស្ដេចអ្នកប្រាជ្ញបានត្រាស់សម្ដែងទុកហើយលោកអ្នកប្រាជ្ញទាំងឡាយបានចងក្រងទុកហើយបានប្រែមកហើយយើងនៅក្នុងព្រះពុទ្ធសាសនានេះមើលអាត្មាប្រមូលទុក5000ច្បាប់យើងមានក្នុងពតពោ5000ដើមនោះបានតម្កល់កសាងព្រះអង្គ5000ព្រះអង្គហ្នឹងហើយបានតម្កល់ព្រះត្រៃបិដក5000ច្បាប់ឥឡូវហ្នឹងពោអត់ទាន់ធំទៅទៀតពោធំអស់នេះញាតិញោមក្នុងចន្លោះមលុបនេះក្នុងចន្លោះមលុបហ្នឹងពោធំទៅមកសិក្សាមកអានព្រះត្រៃបិដកឥឡូវនៅត្រូវពលឺថ្ងៃតាមតែពោធំដល់គ្នាលែងត្រូវពលឺថ្ងៃហើយក្តៅលែងចូលហើយទៅជាត្រជាក់ទៅជាលហើយហើយឥឡូវថ្ងៃហ្នឹងទុំគុំខ្ញុំកណាបានមន់មកពីភ្នំពេញមកហ្នឹងគាត់ថាអូជួបញាតិញោមតាមរយៈទូរស័ព្ទវិញឥឡូវចាំទៅទៀតយើងរៀបកម្មវិធីបានចុះទៅតាមញាតិញោមតាមភូមិទៅជាមួយនឹងព្រះសង្ឃគ្រប់ព្រះអង្គណាទៅតាមភូមិទៅតាមស្រុកចុះផ្សព្វផ្សាយលោកម្ចាស់ជួយផ្សព្វផ្សាយចុះឲ្យដល់ផ្ទះញាតិញោមបង្កើតទៅជាក្រុមប៉ុន្តែកុំទៅរៃលុយ
từ đàm bay sọp sai thò vì nay đượcព្រះសម្មាសម្ពុទ្ធកាលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងឡើងដំបូងព្រះអង្គផ្សព្វផ្សាយព្រះបរិយត្តិធម៌ហ្នឹងទេតាណាព្រះអង្គផ្សព្វផ្សាយធម៌នឹងវិន័យហ្នឹងដល់ពុទ្ធបរិស័ទសំបីមនុស្សទេវតាហ្នឹងក៏បានសម្រេចមគ្គផលដោយច្រើនធម៌របស់ព្រះអង្គនៅធម៌មាននៅឡើយនិយាយពីបរិយត្តិសាសនាហ្នឹងបានដល់ពាក្យទូនមានព្រានបដៅដែលមានសម្ដែងក្នុងព្រះត្រៃបិដកបានន័យថាបរិយត្តិសាសនាគឺព្រះត្រៃបិដកនេះឯងជាវាមិនបានទេកិច្ចមិនបានទេមិនរៀនមិនបានទេទាំងបុព្វជិតទាំងក្រហោះណាចុះរៀនបានប្រយោជន៍អ្វីព្រះត្រៃបិដកថាល្អណាស់ញាតិញោមអើយបកករណាម្ចាស់ថ្លៃហើយល្អខ្លាំងណាស់ពាក្យព្រានបដៅនឹងក្បួនរោគធ្វើកិច្ចការទទួលទានមានបានបើនិយាយពីអំណាចប្រយោជន៍មានច្រើនខ្លាំងណាស់ញោមញាតិអើយរៀនព្រះត្រៃបិដកទាំងផ្លូវលោកទាំងផ្លូវធម៌ទាំងពុទ្ធចក្រទាំងអាណាចក្រទាំងព្រះរាជាព្រះមហាក្សត្ររបៀបដឹកនាំប្រទេសរបៀបដឹកនាំមនុស្សរបៀបដឹកនាំគ្រប់គ្រងរដ្ឋបាលណាមួយដ៏ប្រសើរវិសេសជាងរដ្ឋបាលរបស់ព្រះសម្មាសម្ពុទ្ធមិនមានទេអគ្គសាវកអសីតិសាវកដ៏អស្ចារ្យដ៏វិសេសដែលមានក្នុងសម័យនោះប្រសើរជាងពួកយើងរាល់ថ្ងៃនេះក្រៃលែងណាស់លោកម្ចាស់អស្ចារ្យណាស់គ្រាន់តែរាប់ព្រះមហាអនន្តមួយមិនបាច់រាប់ព្រះមោគលានថាសបោរិទ្ធមិនបាច់រាប់ព្រះសរិបុត្រថបកែអធិបាយអត្ថសក្តិនៃធម្មទេសនាអីមិនបាច់រាប់ដល់ហ្នឹងរាប់ត្រឹមត្រាប់តែព្រះមហាអនន្តមួយព្រះមហាអនន្តបកែខាងចាំយើងចាក់កសែតនេះថតមិននិយាយមិនព្រះសម្មាសម្ពុទ្ធសម្ដែងឲ្យព្រះអនន្តចាំទាំងអស់អស្ចារ្យណាស់ញាតិញោមពុទ្ធបរិស័ទណានៅនៅសាវកទាំងឡាយប្រកបដោយរិទ្ធប្រកបដោយអភិញ្ញាមានច្រើនក្រៃលែងណាស់រហូតដល់ផ្នែកទឹកតិចទឹកណាមិនមែនជាការធម្មតាទេព្រះញាណទឹកដឹងរឿងណាដឹងរឿងគ្រប់សពបែបយ៉ាងចាប់ពីវិជា3វិជា8ចរណៈ15ឈានណានៅក្នុងនោះមានបឋមឈានទុតិយតតិយចតុតមានឈានចូលមិនធម្មតាទេអស្ចារ្យណាស់ហើយព្រះអង្គទុកពាក្យព្រានបដៅព្រះអង្គបដៅសពគ្រប់ទាំងអស់ព្រះមហាក្សត្រក៏ព្រះអង្គទ្រង់បដៅអីសីណាក៏ដោយព្រះអង្គបដៅទាំងអស់ទេវតាព្រះអិនព្រះព្រំព្រះអង្គបដៅទាំងអស់ទូនមានទុកទាំងអស់អស្ចារ្យណាស់ធម៌ហ្នឹងហើយក្បួនព្រះអង្គអត់មានទោសព្រះអង្គបង្រៀនអត់ឲ្យមានទោសបង្រៀនមនុស្សឲ្យអស្ចារ្យបើកនៅភ្នែកនៃវិបស្សនាបណ្ណថាសួរថាសមថវិបស្សនាហេសំដែងពីនេះទៅដល់នោះទៀតដូរបែកវែងពេកឲ្យទុនធ្លេប្រយោគចូលមកវិញបរិយត្តិសាសនាមិញបរិយត្តិសាសនាយើងទៅធម្មោព្រះស្វាខាតវៈថាធម្មោព្រះបរិយត្តិធម៌គឺព្រះត្រៃបិដកព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទុកដោយល្អហើយលោកអ្នកទាំងឡាយចូលសិក្សារៀនសូត្រផងហើយចូលទៅអាសាទៅវត្តទៅសុំលោកអានណាមិនយល់ទេក៏ឲ្យទៅខំរៀនផងទៅណាខំរៀនខំស្ដាប់ទៅហើយសប្តាហ៍ថ្ងៃមានលោកគ្រូអង្គខ្លះលោកខំប្រឹងឥឡូវអាត្មាចូលរួមមួយទៀតដើម្បីចូលរួមទាំងអស់គ្នាផ្សព្វផ្សាយព្រះពុទ្ធសាសនាហើយបានដល់ការព្រានបដៅព្រោះសប្តាហ៍ថ្ងៃនេះដោយសារតែយើងរៀងខ្សោយបន្តិចយើងគិតថាអញ្ចឹងទៅណាខ្សោយនឹងខ្សោយមិនខ្សោយថាដោយវាមិនមែនខ្សោយទេអាហ្នឹងថាការនិយមដូចអញ្ជើញទៅថ្លឹងអញ្ចឹងណាខាងយើងរៀងសងំអញ្ចឹងហើយដល់ពេលវាមិនខ្សោយទេវាស្ងោយត្រង់តែគ្រឿងសងំហើយខាងទំនើបកម្មទំនើបនិយមបើកើតឡើងខ្លាំងដូចជាផ្នែកបច្ចេកវិទ្យាអីទំនើបវាច្រើនខ្លាំងណាស់ប៉ុន្តែយើងប្រើទៅខ្លះវាខុសប្រយោជន៍វារបស់ហ្នឹងគេឲ្យប្រើអត់ដូចព្រួយមុខពីរណាដោយអាវុធមុខពីរវាបានទាំងប្រយោជន៍បានទាំងអត់ប្រយោជន៍បើប្រើទៅឲ្យប្រយោជន៍វាប្រយោជន៍ហើយប្រើទៅឲ្យអត់ប្រយោជន៍វាអត់ប្រយោជន៍អញ្ចឹងដូចជាភ្លើងអញ្ចឹងបើប្រើឲ្យទៅឲ្យដាំបាយឲ្យឆ្អិនបានចម្អិនម្ហូបចម្អិនអាហារបានអាំងសាច់អាំងអីធ្វើម្ហូបធ្វើចំណីអាំងដុតដំឡូងដុតអីអញ្ចឹងទៅធ្វើអីចង់បានអីយកភ្លើងមកប្រើហ្នឹងឆ្អិនទៅធ្វើឲ្យកើតជាភ្លើងបានភ្លើងយកមកចម្អិនហើយចុះទៅប្រើមិនត្រូវប្រើឲ្យឆេះផ្ទះខ្លួនឯងប្រើឲ្យឆេះចំការឆេះស្រែឆេះអីអស់ហ្នឹងអាហ្នឹងវាប្រើអត់ត្រូវយ៉ាងណាមិញដូចគ្នាអញ្ចឹង
របស់ដូចជាទំនើបកម្មទាំងអស់ហ្នឹងគឺគេបង្កើតមកនោះសិតតែបង្កើតតម្រូវមនុស្សប្រើតែអ្វីដែលឈ្មោះថាព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងនៅក្នុងព្រះបរិយត្តិធម៌នោះនៅក្នុងព្រះត្រៃបិដកព្រះអង្គសម្ដែងថាមោហៈហ្នឹងមិនដឹងព្រោះមោហៈនេះអវិជ្ជានេះមនុស្សនៅក្នុងអន្លង់នៅក្នុងកន្លងនៅក្នុងកន្ធៈនៅក្នុងអោខៈណានៅក្នុងកន្លងអញ្ចឹងវានៅក្នុងយោគៈវានៅក្នុងការប្រកបដោយអីព្រមដោយអវិជ្ជាហ្នឹងវាមិនដឹងអវិជ្ជាប្រែតែមិនដឹងមិនយល់មិនឃើញមិនជាក់ច្បាស់ទេដូច្នោះហើយមកវាអីមកវាមិនមានប្របរិយ័តនេះណាមិនជួបអ្នកប្រាជ្ញណាមិនបានខ្សែគប់ជាមួយអ្នកប្រាជ្ញមិនដឹងមិនស្គាល់អំពីសេចក្តីនៃអ្នកប្រាជ្ញមិនស្គាល់តម្លៃនៃអ្នកប្រាជ្ញមិនលើកកម្ពស់អ្នកប្រាជ្ញមិនចូលទៅខ្សែគប់រកអ្នកប្រាជ្ញណាបណ្ឌតាលាញ់ចសេវនាមិនចូលទៅខ្សែគប់ត្រូវចូលទៅខ្សែគប់យើងមានអាសេវនាចៈណាមិនអាសេវនាចៈត្រូវមានអាការមិនខ្សែគប់ពេលលាហ្នឹងគឺជាមួយនឹងបុគ្គលពេលហើយតែយើងទៅខ្សែគប់ជាមួយទៅពេលហើយយើងមិនស្គាល់ពេលអវិជ្ជាមិនស្គាល់ពេលទេមិនស្គាល់ពេលទេមោហៈនេះមិនស្គាល់ពេលទេវាលួងជាមួយនឹងរូបសំឡេងក្លិនរសផុតទៅអាហ្នឹងហៅថាបញ្ចកាមគុណណាសេចក្តីនេះឯងដែលយើងទាំងអស់គ្នាត្រូវយល់ត្រូវដឹងត្រូវសិក្សាហើយបន្ទាប់មកនិយាយអំពីបរិយ័តសាសនាបាញ់មិញនេះលោកទាំងឡាយជ្រាបប៉ុណ្ណេះតែសិនជាចោះទុកពេលក្រោយឲ្យយើងនឹងបន្តអំពីបដិបត្តិសាសនាបដិបត្តិសាសនាយ៉ាងម៉េចថាសាសនាកាលបើសិក្សារៀនសូត្រចេះដឹងឲ្យត្រូវប្រតិបត្តិត្រូវគោរពតាមត្រូវធ្វើតាមត្រូវប្រតិបត្តិតាមត្រូវប្រតិបត្តិតាមមិនព្រះអង្គសម្ដែងយ៉ាងម៉េចខ្លះមโนពពាំងកមាធម្មាមโนសេដ្ឋាមโนមយាមអ្នកសាជេបតតណោបតថេនភាសតោវាក្រោតេវាត្រាស់សម្ដែងយ៉ាងនេះជាដើមថាយ៉ាងម៉េចនោះព្រះអង្គធម៌ទាំងឡាយមានចិត្តជាធំមានចិត្តជាប្រធានមានចិត្តជាមេដឹកនាំឃើញទេសម្រេចពីចិត្តកើតពីចិត្តណែធ្វើល្អក្តីសរុបបន្តិចទៅណាធ្វើល្អក្តីធ្វើអាក្រក់ក្តីវាកើតពីចិត្តវាដាក់គិតពីក្នុងវាសម្រេចពីក្នុងមកណែធម៌ក្នុងហើយនេះធម៌ក្នុងគឺចិត្តនេះណាធម៌ក្នុងគឺចិត្តធម៌ក្រៅគឺកាយនិងវាចាគឺជាប្រយោគសម្ដែងចេញមកប្រកបជាមួយចិត្តហៅថាកាយប្រយោគបច្ចេកប្រយោគបើកាយនេះកាលបើត្រូវចិត្តនេះគ្រប់គ្រងហើយត្រូវចិត្តនេះត្រួតត្រាហើយត្រូវចិត្តនេះប្រើប្រាស់ហើយត្រូវចិត្តនេះទាញឲ្យធ្លាក់ចុះក្នុងកន្លងនៃសេចក្តីប្រាថ្នាឬថានៅក្នុងឆន្ទៈហើយទោះហៅថាកាមឆន្ទៈណាធ្លាក់ទាញទម្លាក់ចូលក្នុងអន្លង់គឺកាមឆន្ទៈហើយណាកាមោខៈហើយយ៉ាងណាមិញក៏កាយនេះរមែងប្រព្រឹត្តទៅធ្វើល្អក្តីធ្វើអាក្រក់ក្តីធ្វើកិច្ចការអ្វីក្តីកាយទុច្ចរិតក្តីកាយសុចរិតក្តីបានតែកាយធ្វើល្អក្តីកាយធ្វើអាក្រក់ក្តីគឺកើតពីចិត្តនឹងអ្នកសម្រេចមកឃើញទេចិត្តអ្នកសម្រេចណានឹងធម៌ដឹងអញ្ចឹងប្រតិបត្តិកាលណាបើដឹងយ៉ាងម៉េចដឹងគឺវិជាដឹងយ៉ាងម៉េចដឹងប្រៀបដូចចេះប្រៀបដូចផ្លូវទាំងពីរផ្លូវរៀបស្មើមួយផ្លូវមិនរៀបស្មើមួយឃើញទេផ្លូវរៀបស្មើមួយផ្លូវមិនរៀបស្មើមួយចុះផ្លូវរៀបស្មើយ៉ាងណាផ្លូវមិនរៀបស្មើយ៉ាងណាផ្លូវណាដែលដូចជាផ្លូវប្រៀបទេណាប្រៀបអញ្ចឹងដំណើរជីវិតនឹងអញ្ចឹងប្រតិបត្តិចិត្តនឹងអញ្ចឹងទូនមានអញ្ចឹងហៅថាបដិបត្តិសាសនាគឺបដិបត្តិអញ្ចឹងបដិបត្តិដូចដើរតាមផ្លូវដើរយ៉ាងម៉េចឧទាហរណ៍ម្ខាងផ្លូវល្អម្ខាងផ្លូវមិនល្អផ្លូវទុច្ចរិតទុកដូចជាផ្លូវអាក្រក់ផ្លូវផុងព្រោះឲ្យទោសព្រោះមានទោសព្រោះឲ្យផលជាទុក្ខព្រោះនាំមកនៅសេចក្តីទុក្ខព្រោះនាំមកនៅបាបកម្មព្រោះនាំមកនៅសេចក្តីសៅមងនាំឲ្យធ្លាក់ទៅអបាយភពនាំមកនៅសេចក្តីទុក្ខក្តៅខ្សឹបខ្សានាំមកនៅសេចក្តីវិនិច្ឆ័យហិនហោចអន្តរទានព្រាត់ប្រាសវិនិច្ឆ័យញាតវិនិច្ឆ័យភោគជាដើមយ៉ាងនេះទាំងវិនិច្ឆ័យសិលណាយ៉ាងនេះហៅថាសេចក្តីទុក្ខហៅថាទុក្ខវេទនាហៅថាទោមនស្សដែលជាផ្លូវអាក្រក់ព្រោះយើងបានដើរហើយព្រោះចិត្តសម្រេចហើយដោយអំណាចនៃអីដោយអំណាចនៃអវិជ្ជាល្ងងមិនយល់មិនដឹងមិនពលត្រូវធម៌មិនដឹងធម៌មិនសិក្សាធម៌មិនមានព្រះបរិយត្តិធម៌នេះឃើញទេហើយសួរតែបន្ទោបានប្រយោជន៍អីបើមិនដឹងផងហ្នឹងយល់ដូចយើងបន្ទោមនុស្សខ្វាក់យើងបន្ទោថាហេហុចល្មិចមិនមើលទេអីចុះមើលមកបណ្ណាបើថាវាខ្វាក់ឃើញទេវាចឹងដូច្នេះសពបរោះទាំងឡាយរឿងនេះមិនមែនជារឿងរបស់នរណាគឺរឿងយើងទាំងអស់គ្នា
ដាច់ខាតត្រូវតែយើងទាំងអស់គ្នានាំគ្នាសិក្សារៀនសូត្រព្រះបរិយត្តិធម៌ដើម្បីដល់ការបដិបត្តិណាដល់នៅការបដិបត្តិនេះបដិបត្តិសាសនាគឺគោរពតាមធ្វើតាមចុះផ្លូវល្អផ្លូវរៀបស្មើមានន័យថាអំពើដែលកើតការប្រតិបត្តិតាមគឺអំពើដែលកើតអំពីសុចរិតកាយសុចរិតវចីសុចរិតគឺប្រព្រឹត្តល្អធ្វើល្អនិយាយល្អព្រោះបានគិតល្អឃើញទេគិតល្អហើយដឹងហើយល្អហើយយល់ហើយត្រឹមត្រូវហើយជាក់លាក់ហើយជាទួវិជាធ្វើទៅនាំឲ្យកើតប្រយោជន៍នាំឲ្យកើតសេចក្តីសុខនាំឲ្យកើតសេចក្តីចម្រើនហើយមិនមែនត្រឹមតែខ្លួនឯងកើតសេចក្តីចម្រើនខ្លួនឯងសោពិសេសដល់អ្នកដទៃទៀតនេះត្រង់ចំណុចហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់សម្ដែងព្រះបរិយត្តិធម៌នោះទុកមកហើយបដិបត្តិនេះកាលណាមករៀនចេះដឹងហើយយកមកធ្វើតាមគោរពតាមបដិបត្តិប្រែទៅគោរពតាមធ្វើតាមប្រព្រឹត្តតាមអីតាមកន្លងដែលតាមកន្លងនៃពាក្យព្រានប្រដៅនោះនឹងប៉ុណ្ណឹងទេអ្វីដែលយើងត្រូវសិក្សារៀនសូត្រហើយតកតងជាមួយនឹងការបដិបត្តិដូចជាផ្លូវស្មើនេះធម៌ណាវិន័យណារបស់អង្គសម្ដែងផ្លូវរៀបស្មើស្អីផ្លូវនោះយ៉ាងម៉េចយកអីមកធ្វើសមត្ថភាព8យ៉ាងអរិយមគ្គដ៏ប្រសើរប្រកបដោយអង្គ8ចាំស្ដាប់ពេលក្រោយទៀតយើងនឹងបានស្ដាប់នៅកលឹះល្អដែលអាត្មានឹងនាំមកអំពីព្រះពុទ្ធវចនៈមកបង្ហាញប្រាប់លោកអ្នកសពរស់ទាំងឡាយឲ្យជ្រាបហើយទូលថ្វាយថាសំដែងអំពីរឿងអង្គប្រជុំមិញមិនទាន់បាននិយាយរឿងអង្គប្រជុំផងប៉ុន្តែតកតងដែរជាមួយពុទ្ធចក្រអាណាចក្រហ្នឹងណាពុទ្ធចក្រអាណាចក្រហ្នឹងហើយឯកឧត្តមរដ្ឋមន្ត្រីយកស្រឡាញ់កាលដែលរៀបចំពិធីអានបត្រៃបិដកទេមកអាត្មាម៉ោង11យប់អូលោកបកែអរគុណណាស់ដែលយើងមានកម្លាំងដ៏ធំធេងទាំងរដ្ឋមន្ត្រីទាំងឯកឧត្តមទាំងសម្ដេចគ្រប់ព្រះអង្គលោកយកប្រតិទុកដាក់ជាមួយពុទ្ធសាសនាទូលព្រះបង្គំនិងខំប្រឹងប្រែងតាមព្រះមហាវិរិយភាពសម្ដេចជាអមចាស់និងដង្ហែតាមសម្ដេចជាអមចាស់ហើយឥឡូវហ្នឹងចូលដល់ម៉ោងហើយព្រោះតែលេង27នាទីល្មមអាចនឹងបញ្ចប់មួយវគ្គសិនហើយចាំបន្តទៀតប៉ុន្តែមុនបញ្ចប់តែនេះសិនបញ្ចប់ពីរឿងបដិវេទមួយមិញបរិយ័តហ្នឹងការប្រតិបត្តិតាមហើយទៅលើរងចាំអាត្រូវគ្រឿងតាមដែលថាព្រៀបមិនផ្លូវរៀបនេះរងចាំបន្តិចទៀតយើងនឹងមានបន្តរៀនស្ដាប់បន្តហើយចែកម្លែកគ្នាឲ្យរៀនទាំងអស់គ្នាណាអ្នកញោមណាបន្តទៅនឹងប្រាប់អំពីបដិវេទព្រះអង្គនៅសល់បដិវេទមួយទៀតចុះបដិវេទនោះយ៉ាងម៉េចព្រះអង្គបដិវេធៈមានសេចក្តីថាមគ្គផលនិព្វានមានមគ្គផលមាននិព្វានបដិវេធៈហ្នឹងណាមានមគ្គផលមាននិព្វានមគ្គ4ផល4ហើយនិព្វានកើតលោកកតរៈធរបានដល់ធររួចផុតចាកទុក្ខបានដល់ធរវិសេសណាចឹងហើយកើតពីអីកើតពីបរិយ័តបដិបត្តិសាសនាមានទាំង3នេះដូចមុំចង្ក្រាននេះមានទាំង3ដូចមុំចង្ក្រានសាសនាដាក់ជុំគ្នាទាំង3នេះមកណាបរិយ័តសាសនាបដិបត្តិសាសនាបដិវេធៈសាសនាលោកអ្នកទាំងឡាយកាលបើបានយល់ដឹងអំពីការរៀបចំដំណើរជីវិតឲ្យបានល្អប្រសើរលោកអ្នកទាំងឡាយត្រូវតែមានការសិក្សារៀនសូត្របើមិនបានរៀនតពីកពីដេកាត្រូវរៀនពីចាស់ទុំមេដាបិតាអាចារ្យគ្រូណាចឹងប៉ុណ្ណេះទៅចុះមុននឹងបញ្ចប់នៅមួយឃ្លីបនេះវីដេអូមួយឃ្លីបនេះមួយរឿងនេះទូលព្រះបង្គំខ្ញុំប្រកាសណាសូមបង្គំទូលថ្វាយប្រគេនពរសម្ដេចជាអម្ចាស់ថ្វាយនៅពរព្រះមហាក្សត្រថ្វាយជូនពរសម្ដេចនាយករដ្ឋមន្ត្រីលោកជំទាវបណ្ឌិតហើយសម្ដេចព្រះបិតាណាសម្ដេចពុកសម្ដេចម៉ែហើយឯកឧត្តមលោកជំទាវលោកអ្នកអរិយមិត្តទាំងឡាយលោកអ្នកអរិយមិត្តមានតែមិត្តដ៏ប្រសើរមិត្តដែលចេះធម៌មិត្តដែលមានធម៌មិត្តដែលចូលស្ដាប់ធម៌ហ្នឹងហៅថាអរិយមិត្តណាបងណាលោកអ្នកអរិយមិត្តទាំងឡាយ
សូមថ្វាយប្រគេនពោព្រះករុណាម្ចាស់ពីអរិយមិត្តតាមពិតគ្រប់គ្រាន់ណាស់ហើយទាំងប្រសង់ទាំងក្រហោះតែទូលបង្គំសម្រាយបន្តបន្តិចណាគ្រប់ព្រះអង្គគ្រប់រូបសូមបានប្រកបដោយនៅបញ្ញាសម្បត្តិកាលបើមានបញ្ញាហើយអ្វីអ្វីមានគ្រប់យ៉ាងសូមបានរួចផុតចាកទុក្ខសូមអនុមោទនា